សិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កម្លាំងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅត្រៀមខ្លួនឲ្យហើយទៅក្មេងទំនើងអាពើមីអើយរដ្ឋមន្ត្រីក្រសួងយុតិធម៌បើកកិច្ចប្រជុំពិនិត្យក្របខ័ណ្ឌច្បាប់ហើយដើម្បីចាត់វិធានការក្តៅលើក្មេងទំនើងទូទៅបញ្ហាក្មេងទំនើងដែលបាននឹងកំពុងបង្កអុកឡុកក្នុងសង្គមរួមមានការកាប់ចាក់បង្ហោះម៉ូតូខ្សែបគ្រឿងញៀននិងលួចប្លន់ជាដើមយ៉ាងអនាធបត័យនោះបានក្លាយជាដំបៅសង្គមហើយដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុតហើយជាវិធានការឯកឧត្តមកោតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើងដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងយុតិធម៌ព្រមទាំងព្រះរាជអាជ្ញាអមអัยការសាលាជំរះក្តីមួយចំនួននេះបញ្យងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី30ខែមេសាឆ្នាំ2026នេះកិច្ចប្រជុំនេះនៅទីស្តីការក្រសួងយុតិធម៌កាលពីថ្ងៃពុធទី29ខែមេសាឆ្នាំ2026ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើទិដ្ឋភាពច្បាប់និងវិធានការចាំបាច់បំផុតនិងសមស្របទៅនឹងបរិបទសង្គមដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើងប្រកបដោយប្រសិទ្ធភាពនិងបម្រើដល់ប្រយោជន៍របស់សង្គមនោះព្រមទាំងការគិតគូរអំពីវិធានការដែលផ្ដោតលើការអប់រំកែប្រែនិងស្ដារនីតិសម្បទារបស់ក្មេងទំនើងសម្ដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យស្របច្បាប់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា